បងប្អូនណាពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកដីជាប់នឹងមាត់ទឹកជាប់នឹងមាត់ស្ទឹងត្រូវបានណាទីតាំងល្អខ្លាំងណាស់នៅជាប់នឹងមាត់ស្ទឹងនៅជិតគៀកក្រុងបង្កោយបងប្អូនដីនេះពុកម៉ែបងប្អូនឃើញទេគឺនៅជាប់នឹងមាត់ស្ទឹងនេះតែម្ដងជាប់នឹងមាត់ស្ទឹងនេះរហូតទៅដល់ជិត100ម៉ែត្រល្អពិសេសខ្លាំងណាស់បងប្អូនណាទីតាំងនេះពុកម៉ែបងប្អូនអាចសាងសង់ផ្ទះលំហែជាប់នឹងមាត់ទឹកនេះក៏បានជាប់នឹងមាត់ស្ទឹងនេះក៏បានជាពិសេសក៏អាចឆ្នៃបើកដំណើរការអាជីវកម្មក៏ត្រូវបើកអាហារដ្ឋានហាងផឹកស៊ីដាក់តែកញ្ចុះជាប់នឹងមាត់ទឹកនេះកើបលុយបងប្អូនដីនេះគឺគាត់បានចាក់ហើយស្មើរួចរាល់មានច្រកចូលពីផ្លូវជាតិតែបន្តិចគឺមកដល់ទីតាំងដីនេះមួយមានច្រកនៅខាងនេះមួយទៀតគឺមាន2ច្រកចូលសម្រាប់ទីតាំងដីមួយកន្លែងនេះបងប្អូនណាសម្រាប់ដីអាស្រ័យផលជាប់នឹងមាត់ស្ទឹងជាង3000ម៉ែត្រការ៉េដីនៅក្នុងប្លង់រឹងជាង600ម៉ែត្រការ៉េគឺល្អពិសេសខ្លាំងណាស់ទីតាំងដីមួយកន្លែងនេះបងប្អូនដោយពុកម៉ែបងប្អូនឃើញជាក់ស្ដែងនៅទិដ្ឋភាពខាងលើបងប្អូនណាអញ្ចឹងសម្រាប់ទីតាំងដីនេះគឺនៅជាប់នឹងផ្លូវកស៊ូផ្លូវលេខ34នេះតែម្ដងផ្លូវនេះគឺមានប្រវែង17គីឡូជាងជាប់ពីផ្លូវជាតិលេខ3ទៅផ្លូវជាតិលេខ41ពីចំណុចនេះទៅផ្លូវជាតិលេខ41តែជាង5គីឡូពីចំណុចនេះទៅផ្លូវជាតិលេខ3តែ12គីឡូគឺទៅដល់តែម្ដងគឺស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបងប្អូនអញ្ចឹងទីតាំងដីនេះគឺមានច្រកចូល2ផ្លូវច្រកនេះមួយច្រកខាងនោះមួយបងប្អូនចុះតែបន្តិចគឺទៅដល់ទីតាំងដីទៅដល់នឹងមាត់ស្ទឹងនេះតែម្ដងបងប្អូនទីតាំងល្អពិសេសខ្លាំងណាស់ជាប់នឹងផ្លូវកស៊ូជាប់នឹងមាត់ទឹកជាប់នឹងមាត់ស្ទឹងដីល្អបែបនេះបងប្អូនគាត់ត្រូវការក្រោម 100000 រកអត់បានទេតម្លៃទាបតម្លៃធូរបែបនេះជាឱកាសសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកដីជាប់នឹងមាត់ស្ទឹងជាប់នឹងផ្លូវជាតិរុះរាន់បន្តិច